ជំរាបសួរពុកម៉ែបងប្អូនជាទីស្រឡាញ់ណាបានថ្ងៃនេះគ្រឿងមានប្រធានបទមួយដែលសំខាន់បំផុតនៅក្នុងជីវិតនៅលើផែនដីនេះហើយក្នុងនាមយើងជាមនុស្សជាកោសិកាពិភពលោកចាំបាច់ត្រូវតែមាននិងអនុវត្តជានិច្ចប្រធានបទនោះគឺកុំឲ្យអាយុជាកត្តាបិទបាំងការរៀនសូត្រឲ្យសោះដោយផ្អែកលើទស្សនវិជ្ជាវិទ្យាសាស្ត្រខួរក្បាលនិងបទពិសោធន៍ជាក់ស្ដែងក្នុងសង្គមយើងហើយខ្ញុំចាស់ហើយដឹងរៀនធ្វើស្អីទេសោះខ្ញុំហួសវ័យហើយអានសិភៅចឹងតិចគេថាចខ្ញុំរៀនលែងចូលហើយនឹងហូរហាយទីច្រើនទៀតរហូតដល់ថ្ងៃចុងក្រោយនៃជីវិតទៅស្ដាយឲ្យតែខ្ញុំចង់ដឹងចង់ឮគ្មានអ្វីរារាំងខ្ញុំបានទេកុំសង្ឃឹមហេតុអ្វីបានជាអាយុមិនមែនជាឧបសគ្គនៃការរៀនសូត្រក្នុងโลกនេះអ្វីគ្រប់យ៉ាងសុទ្ធតែមានដែនកំណត់របស់វាផ្កាមានថ្ងៃស្រពោនយប់មានថ្ងៃភ្លឺប៉ុន្តែមានរឿងមួយដែលមិនគួរមានដែនកំណត់នោះគឺការរៀនសូត្រមនុស្សជាច្រើនតែងយល់ច្រឡំថាការរៀនសូត្រគឺជាកិច្ចការសម្រាប់តែយុវជនឬកុមារដែលស្ថិតក្នុងវ័យសិក្សាក៏ប៉ុន្តែតាមការពិតការបញ្ឈប់ការរៀនសូត្រដោយសារតែវ័យចាស់ទៅគឺជាការសម្លាប់សក្តានុពលនៃជីវិតដោយខ្លួនឯង1មូលដ្ឋានគ្រឹះនៃវិទ្យាសាស្ត្រខួរក្បាលមនុស្សមិនចេះចាស់យោងតាមការសិក្សាផ្នែកប្រសាទវិទ្យា Neuroscience ខួរក្បាលរបស់មនុស្សមានសមត្ថភាពមួយយ៉ាងដែលគេហៅថា Neuroplasticity នេះគឺជាសមត្ថភាពរបស់ខួរក្បាលដើម្បីបង្កើតបណ្ដាញសរសៃប្រសាទថ្មីៗនិងការផ្លាស់ប្ដូរទម្រង់របស់វាដើម្បីឆ្លើយតបទៅនឹងព័ត៌មានឬបទពិសោធន៍ថ្មីៗផ្ទុយពីជំនឿចាស់ថាខួរក្បាលមនុស្សនឹងឈប់អភិវឌ្ឍក្រោយវ័យ25ឆ្នាំវិទ្យាសាស្ត្រសម័យថ្មីបានបង្ហាញថាដរាបណាយើងនៅតែបន្តប្រើប្រាស់ខួរក្បាលដើម្បីដោះស្រាយបញ្ហាឬរៀនជំនាញថ្មីៗដូចជាភាសាបរទេសការលេងឧបករណ៍តន្ត្រីឬបច្ចេកវិទ្យាខួរក្បាលនឹងនៅតែរក្សាភាពរស់រវើកនិងការពារយើងពីជំងឺវង្វេងវង្វាន់ឬ Alzheimer's បានយ៉ាងមានប្រសិទ្ធភាពដូច្នេះលេសដែលថាចាស់ហើយខួរក្បាលស្ពឹកគ្រាន់តែជាការដោះសារដើម្បីគេចពីការខិតខំប៉ុណ្ណោះ2បទពិសោធន៍គឺជាគ្រូដ៏ល្អបំផុតការរៀនសូត្រក្នុងវ័យចំណាស់មានគុណសម្បត្តិលើសយុវជនត្រង់បរិបទនៃបទពិសោធន៍យុវជនរៀនសូត្រតាមរយៈការទន្ទិញនិងទ្រឹស្ដីប៉ុន្តែមនុស្សដែលមានវ័យច្រើនរៀនសូត្រតាមរយៈការផ្សារភ្ជាប់ចំណេះដឹងថ្មីទៅនឹងបទពិសោធន៍ជីវិតដែលពួកគេមានស្រាប់នេះហៅថា learning by association នៅពេលដែលមនុស្សចាស់រៀនអ្វីមួយពួកគេមិនមែនរៀនតែសម្បកក្រៅទេប៉ុន្តែពួកគេយល់ពីជម្រៅនិងការអនុវត្តជាក់ស្ដែងរបស់អ្វីនោះពួកគេមានភាពអត់ធ្មត់ខ្ពស់ជាងនិងមានវិន័យផ្លូវចិត្តរឹងមាំជាងយុវជនដែលធ្វើឲ្យការរៀនសូត្រនោះមានគុណភាពនិងមានគោលដៅច្បាស់លាស់យុវជនប្រហែលជាមានភាពរហ័សរហួនក្នុងការគណនាប៉ុន្តែមនុស្សដែលមានវ័យច្រើនមានបញ្ញាគ្រីស្តាល់នេះគឺជាចំណេះដឹងដែលបង្កប់ពីបទពិសោធន៍ការយល់ដឹងពីបរិបទសង្គមនិងសមត្ថភាពក្នុងការភ្ជាប់ចំណុចចំណោទពីគ្នារវាងព័ត៌មានថ្មីៗនិងមេរៀនជីវិតដែលមានស្រាប់ការយល់ដឹងស៊ីជម្រៅមនុស្សចាស់រៀនដោយប្រើការពិចារណាមិនមែនរៀនតាមបែបសែកទន្ទិញមេរៀនឡើយពួកគេអាចមើលឃើញរូបភាពធំនៃបញ្ហាការគ្រប់គ្រងអារម្មណ៍ការរៀនសូត្រទាមទារភាពអត់ធ្មត់មនុស្សដែលមានវ័យច្រើនតែងមានវិន័យនិងការតាំងចិត្តខ្ពស់ជាងយុវជនដែលងាយនឹងរងការរំខានពីកត្តាខាងក្រៅការរៀនសូត្រដើម្បីសុខភាពផ្លូវចិត្តការរៀនសូត្រក្នុងវ័យចំណាស់មិនមែនដើម្បីសញ្ញាបត្រឬដើម្បីការងារនោះទេប៉ុន្តែវាគឺជាឱសថទិព្វសម្រាប់ផ្លូវចិត្តមនុស្សជាច្រើនធ្លាក់ចូលក្នុងស្ថានភាពបាក់ទឹកចិត្តឬ depression ដោយសារតែអារម្មណ៍ថាខ្លួនឯងលែងមានប្រយោជន៍ឬមិនមានអ្វីត្រូវធ្វើការកំណត់គោលដៅរៀនអ្វីថ្មីផ្ដល់ឲ្យពួកគេអត្ថន័យនៃជីវិត purpose of life វាកាត់បន្ថយភាពឯកានិងជួយឲ្យពួកគេមានទំនាក់ទំនងល្អជាមួយក្មេងជំនាន់ក្រោយតាមរយៈការយល់ដឹងពីវិវត្តនៃពិភពលោកសាច់រឿងខ្លីពន្លឺទៀននៅពិនប្រលឹបនៅក្នុងភូមិតូកមួយមានបរិសុទ្ធចំណាក់ម្នាក់ឈ្មោះតាស្វាយកាលពីនៅក្មេងតាស្វាយគ្មានឱកាសបានរៀនសូត្រខ្ពង់ខ្ពស់ដោយសារតែសង្គ្រាមនិងជីវភាពខ្វះខាតកាលពីចំណាយពេលពេញមួយជីវិតធ្វើជាកសិករក្រោយពេលចូលនិវត្តន៍កូនចៅរបស់គេចង់ឲ្យគាត់សម្រាកនៅផ្ទះមើលទូរទស្សន៍ប៉ុន្តែកែវភ្នែករបស់គាត់តែងតែសម្លឹងទៅរកសៀវភៅភាសាអង់គ្លេសរបស់ចៅប្រុសគាត់ថ្ងៃមួយតាស្វាយបានប្រកាសប្រាប់គ្រួសារថាអញចង់រៀននិយាយភាសាអង់គ្លេសនិងរៀនប្រើកុំព្យូទ័រ
អ្នកចិត្តខាងខ្លះសើចចំអើថាតាស្វាយអើយសក់ស្កូវពេញក្បាលហើយមករៀន ABC អីទៀតរៀនទៅក៏យកទៅធ្វើការអីមិនកើតដែរតាស្វាយញញឹមរួចឆ្លើយតបយ៉ាងទន់ៗថាខ្ញុំរៀនមិនមែនដើម្បីទៅដាក់ពាក្យធ្វើការទេប៉ុន្តែខ្ញុំរៀនដើម្បីឲ្យដឹងថាពិភពលោកនេះវារីកចម្រើនដល់ណាហើយខ្ញុំមិនចង់ស្លាប់ទៅដោយនៅងងឹតសូនឈឹងរៀងរាល់ល្ងាចតាស្វាយអង្គុយរៀនជាមួយចៅប្រុសមេរៀមដៃធំដែលធ្លាប់តែកាន់ដងងល់ចាប់ផ្ដើមរៀនចុចក្តារចុចកុំព្យូទ័រយឺត2ឆ្នាំកំឡុងផុតទៅតាស្វាយអាចប្រើប្រាស់អ៊ីនធឺណិតដើម្បីស្រាវជ្រាវពីបច្ចេកទេសដាំដុះថ្មីនិងថែមទាំងអាចសន្ទនាភាសាអង់គ្លេសកម្រិតដំបូងជាមួយភ្ញៀវទេសចរដែលមកលេងភូមិរបស់គាត់ទៀតអ្វីដែលអស្ចារ្យបំផុតនោះគឺតាស្វាយឡើងមានជំងឺឈឺក្បាលជារឿយដូចមុននិងទុកមុខរបស់គាត់ស្រស់បោះជានិច្ចគាត់បានក្លាយទៅជាបុគ្គលគំរូក្នុងភូមិដែលបង្ហាញឲ្យគ្រប់គ្នាដឹងថាចំណេះដឹងមិនមានថ្ងៃហួសពេលនិងខួរក្បាលមិនមានថ្ងៃចូលនិវត្តន៍នោះទេ4អាណាប់ណាប់នាំដែលបញ្ជាក់ថាការរៀនសូត្រមិនកំណត់អាយុបុគ្គលជោគជ័យដែលចាប់ផ្ដើមក្នុងវ័យជ្រេទៅហើយក៏អាចជោគជ័យតាមរយៈការរៀនសូត្រយើងអាចក្រឡេកមកមើលឧទាហរណ៍ជាក់ស្ដែងក្នុងប្រវត្តិសាស្ត្រពិភពលោកដូចជា Colonel Sanders ស្ថាបនិក KFC ចាប់ផ្ដើមអាជីវកម្មមាន់បំពងដ៏ល្បីល្បាញរបស់គាត់នៅវ័យ65ឆ្នាំ Laura Ingalls Wilder ចាប់ផ្ដើមសរសេរសៀវភៅដំបូងនៅវ័យ65ឆ្នាំនិងក្លាយទៅជាអ្នកនិពន្ធដ៏ល្បីល្បាញ Grandma Moses ចាប់ផ្ដើមរៀនគូររំនោលយ៉ាងយកចិត្តទុកដាក់នៅវ័យ78ឆ្នាំនិងស្នាដៃរបស់គាត់បានដាក់តាំងនៅក្នុងសារវិទ្យាល័យល្បីៗជុំវិញពិភពលោកសរុបមកអាយុគ្រាន់តែជាតួលេខនៃពេលវេលាដែលរាងកាយបានឆ្លងកាត់ប៉ុន្តែវាមិនមែនជាខ្សែបន្ទាត់ចុងក្រោយនៃបញ្ញាទេការបញ្ឈប់ការរៀនសូត្រគឺជាការបញ្ឈប់ការរីកចម្រើនការរៀនសូត្រក្នុងវ័យចាស់មិនត្រឹមតែជួយឲ្យយើងមានចំណេះដឹងទេប៉ុន្តែវាគឺជាការផ្ដល់កិត្តិយសចំពោះជីវិតខ្លួនឯងដោយពាក្យស្លោកមួយបានពោលថាអ្នកនឹងនៅក្មេងជានិច្ចដរាបណាអ្នកនៅតែបន្តរៀនសូត្រប៉ុន្តែអ្នកនឹងក្លាយទៅជាមនុស្សចាស់ភ្លាមនៅពេលដែលអ្នកឈប់រៀនសូម្បីតែអ្នកមានអាយុត្រឹមតែ20ឆ្នាំក៏ដោយសំណាងល្អពុកម៉ែបងប្អូនទាំងអស់គ្នាឈប់កុំភ្លេច like ហើយនិង subscribe ខ្ញុំផងណាបាទអរគុណ